ថ្ងៃនេះយើងមកតឡើងសូឡាឲ្យអតិថិជនឲ្យឃើញម៉ាស៊ីនត្រជាក់មួយធំមែនតើហើយជាងម៉ាស៊ីនត្រជាក់គាត់ពងខ្សែទូចមែនតើអានេះ1ការ៉េកន្លះហើយដៅងុំគឺរត់ទៅក្បាលហើយប៉ុងពីក្បាលហ្នឹងមកឲ្យកតុយនេះទៀតអញ្ចឹងទំហំខ្សែនេះស្រាប់ម៉ាស៊ីនត្រជាក់ធំអញ្ចឹងគឺអត់សាកសមសោះហើយគាត់ប៉ុងអញ្ចឹងម្ចាស់ផ្ទះពេលឲ្យជាងម៉ាស៊ីនត្រជាក់ទៅឡើងគិតទំហំខ្សែផងណាជាមួយនឹងម៉ាស៊ីនត្រជាក់ហើយមួយទៀតអ្វីដែលគាត់ប៉ុងហ្នឹងគាត់ប៉ុងអញ្ចឹងអានេះខ្សែមេភ្លើងបើមានកាយកាច់ disjonctor តទៅកាច់នៅបកគោបានរលត់ម៉ាស៊ីនត្រជាក់នេះអញ្ចឹងហានិភ័យមួយហើយរឿងមួយទៀតខ្សែមេគាត់នេះគាត់ដាក់ទូចពេកពីបកគោមកធំទេតែវាព្រមនៅត្រង់នេះខ្ញុំអត់ដឹងថាមូលហេតុអីទេមុនវងខ្ញុំស្មានថាខ្សែនេះពណ៌សទេដល់ពេលមើលទៅបានដឹងថាអូដេញតាមនឹងទៅដល់ប្រអប់ភ្លើងអាខ្សែនេះពណ៌ក្រហមហើយមុនវងខ្ញុំគិតថានេះវាត្រូវពលឺថ្ងៃបានវាប្រែពណ៌ដល់ពេលយើងហូតមើលទៅខាងក្នុងគឺវាប្រែពណ៌ទាំងអស់ដល់ពេលគៀបអំពែមើលទៅគឺលើសខ្សែទំហំប៉ុណ្ណឹងហើយគាត់យកទៅរត់ដល់ទៅ30អំពែជាងយើងគៀបឃើញ32 33អញ្ចឹងបាន disjonctor គាត់លោតមក30អានេះសំណាងហើយគាត់ដាក់ disjonctor ឯងទូចបើសិនជាគាត់ឡើងទៅ63អីងាប់ហើយខ្សែនេះហានិភ័យអញ្ចឹងពេលរត់នៅក្រៅផ្ទះគួរតែប្រើទីបខ្សែភ្លើងទៅកុំប្រើហ្គេនព្រោះហ្គេននេះវាឆាប់ស្ពយឆាប់អីហើយខ្សែទៅប្រើលើសបន្ទុកនេះវាឡើងក្តៅខ្លាំងហើយខ្សែទុននេះណាហាងក្នុងផ្ទះឃើញទុនទេប៉ុន្តែហាងក្រៅដល់ពេលវាជាប់វាងាប់ទៅវាឡើងស្រួយសបកស្បែកនេះអញ្ចឹងម្ចាស់ផ្ទះគិតផងពីព្រោះឥឡូវខែក្តៅនាំគ្នាប្រើភ្លើងខ្លាំងហើយអានេះជាក់ស្ដែងអានេះយើងបិទហើយជាក់ស្ដែងគឺក្តៅខ្លាំងហ្មងយើងប៉ះអញ្ចឹងចង់ចាប់ចេះបានតែមួយផ្លែទេត្រូវប្រឡែងវាក្តៅខ្លាំងអញ្ចឹងហានិភ័យអញ្ចឹងម្ចាស់ផ្ទះខែក្តៅប្រើភ្លើងខ្លាំងពិនិត្យខ្សែឡើងវិញទាំងអស់ថាខ្សែយើងអាចរត់អំពែហ្នឹងរួចអត់កុំរត់រួចគិតទៅរឿងចង់តឡើង disjonctor ឬតឡើងភ្លើងនៅបកគោនោះឲ្យធំតែខ្សែដែលរត់ចូលផ្ទះវានៅតែទូចអញ្ចឹងណាអញ្ចឹងគ្រោះថ្នាក់ណាស់